គ្រូស្រីអ្នកគ្នាខ្ញុំមកច្បាប់មកអាវិធហើយខាងនេះគឺខ្ញុំនិយាយអំពីការ compress file អញ្ចឹងជាដំបូងឡើយគឺយើងត្រូវចូលជាមួយនឹង VisualBox ហើយយើងចុចបិទតែ start មកប៉ុន្តែនេះខ្ញុំចុច start ហើយបន្ទាប់ពី start ហើយគឺវានឹង load មកផ្ទាំងមួយដែលវា load មកថាដែលនេះហើយដំបូងគឺខ្ញុំវាយជាមួយនឹង IPA ដើម្បីស្វែងយល់ជាមួយនឹង IP address របស់យើងអញ្ចឹង IP របស់យើងគឺដូចទៅចុងដំបូងគឺយើងចូលជាមួយនឹង PowerShell ដើម្បីយើងវាយដើម្បីយើង remote ចូលនឹងSSH អញ្ចឹងដំបូងឡើយគឺខ្ញុំវាយជាមួយនឹង SSH អឺ add add ឈ្មោះយើង add ហើយ Apple ID អឺ IP array របស់យើងគឺរបស់ខ្ញុំមិញគឺ192 168 100ហើយ143ហើយយើង enter មកវាទាមទារ password ហើយយើងវាយ password តាមនឹងមកអូខេគឺយើងចូលមកដល់ហើយបន្ទាប់មកគឺយើងត្រូវវាយ comment ដូចជាមាន who am I ដែលយើង check ជាមួយនឹង user របស់យើងហើយយើងជាអ្នកគេអូខេជួយខ្ញុំបន្ទាប់មកយើងត្រូវវាយជាមួយនឹង pwd comment នេះគឺដើម្បី check ថាយើងនៅhome screen ឬក៏នៅ server ណាអូខេយើងធ្វើ screen ណាបន្ទាប់មកយើង check comment នេះដែលវាជា host name តែយើងត្រូវ check លើ name របស់អ្នក hosting អូខេខ្ញុំបន្តមកគឺយើងមានជាមួយនឹង comment ថ្មីដែល comment ហ្នឹងគឺយើងត្រូវinstall វាដើម្បីយើងបង្កើតជាមួយនឹងអឺ compress file ទឹកហ្នឹងអញ្ចឹងcomment ហ្នឹងគឺវាមានឈ្មោះថា sudo apt install ហើយជ្រៃហើយយើងត្រូវចុចដកបាល់ដើម្បីឲ្យវា yes ទៅតាមហ្នឹងយើងចុច enter មកហើយយើងវាយ password មកអូខេអញ្ចឹងវាកំពុង downloadចាំតិចដល់គ្នាវាបាទ slow តិចអូខេចាំបាត់ក៏ហើយបន្តមកយើងគឺយើងត្រូវវាយ comment ដែលយើង comment ថ្មីដែរ comment ហ្នឹងគឺយើងត្រូវវាយវាដើម្បីបង្កើតជាមួយនឹង directory automatic មកជាមួយនឹង compressor អញ្ចឹងយើងមានឈ្មោះថា mkdir ដកហើយបន្តមកយើងវាយឈ្មោះជាមួយនឹង file យើងឧទាហរណ៍យើងវាយឈ្មោះ001 002ដល់010អញ្ចឹងណា3 4 5 7 8 4អូខេបន្តមកជា enter មកគឺវាបង្កើតបានហើយអូខេអញ្ចឹងដើម្បីយើង check វាបានយើងត្រូវវាយជាមួយ command 3ហើយយើង check ពីឧទាហរណ៍ថាចង់ check ពី001ចុះយើងវាយ001យើងវាយ001យើងវាយcomment យើងវាយslash អូខេអញ្ចឹងវាមកដល់ហើយអញ្ចឹងនេះវា slash ហ្នឹងវាថាវា load ពីលើមកក្រោមតាមដើម្បីតែយើងចង់បានហ្នឹងបន្ទាប់មកគឺចង់ check អូខេបន្ទាប់មកគឺយើងត្រូវចូលទៅកាន់ comment មួយទៀត comment ហ្នឹងគឺ comment ច្រើនដែរ comment ហ្នឹងគឺយើងធ្លាប់វាយពីមុនហើយអញ្ចឹងដែលវាឈ្មោះថា nano ហើយឈ្មោះរបស់យើងខ្ញុំវាយថា secret ចុច t ខ្ញុំឈ្មោះសម្ដីខ្ញុំឲ្យចូលអស់ហើយគឺយើងចង់ចូលទៅកាន់កន្លែងដែលយើងត្រូវ typing អក្សរមួយទៀតអូខេយើងចូលមកដល់ហើយបន្ទាប់មកយើងវាយថាsecret institute អីចឹងមកហើយខ្ញុំចុចមិនអញ្ចឹងអូខេបន្ទាប់មកខ្ញុំវាយពាក្យគ្រប់របស់ខ្ញុំ speed 1.2ដូចគ្នាតើមកខ្ញុំវាយមកទៀតថា I am clear Linux student អូខេតោះខ្ញុំចុចទៀតអូខេហើយខ្ញុំវាយពាក្យថា I will try my best for learning
តោះមកយើងត្រូវចុចពាក្យថា Control X ដើម្បីយើង exit ហើយយកពាក្យថា yes សម័យអាយ៉ា cancel ខ្ញុំបើ Control X ហើយចាប់ខ្ញុំវាយខំមកតាមបាត់យើងត្រូវដំបងដំបងឡើយគឺយើងត្រូវ yes ទីគេត្រូវហើយយើង enter មកអូខេបន្ទាប់មកយើងត្រូវ check មើលវាអញ្ចឹង command check មើលគឺ ctek cat ចុច ctek ជាមួយនឹង TXT យើងអូខេមកអូខេលមកហើយបន្ទាប់មកអញ្ចឹងដើម្បីតែយើង check ជាមួយនឹងcommand ផ្សេងទៀតជាមួយនឹង file ចឹងយើងត្រូវវាយ command ទៀតដែលវាឈ្មោះថាអញ្ចឹងដំបូងឡើយcommand នេះគឺជា command ថ្មីដែរ command ហ្នឹងគឺយើងត្រូវចុច copy ជាមួយនឹង file នៅ file ដែលយើងមានតែ10នេះចឹងដំបូងគឺយើងវាយជាមួយនឹងពាក្យថា cp secret .txt ហ្នឹងមកតមកយើងក៏ចង់ copy file ដែរយើងវាយលេខហ្នឹងមកឲ្យ file យើងចង់ copy file 001ហើយអាសញ្ញានេះខ្ញុំមិនដឹងហើយទេមិនដឹងអាហ្នឹងគេវាថាចេះអស់នេះចឹងគឺបន្តមកយើងចង់ copy អីថែមទៀតថាឧទាហរណ៍ខ្ញុំចង់ copy 002ចុះអូខេបន្តមកខ្ញុំ slash មកហើយយើងដាក់ហ្នឹងដូចខ្ញុំតចឹងអាហ្នឹងយើងត្រូវ copy ចង់ copy មកបានដែរខ្ញុំសុំតែ copy 14ទេចឹងខ្ញុំត្រូវវាយអាហ្នឹងដូចគ្នាទាំងអស់003អូខេហើយដល់នេះគឺ004ខ្ញុំវាយខកគ្នាតាមបិទកន្លែងនេះយើងត្រូវ add ជាមួយនឹង file ទាំង4អញ្ចឹងត្រូវ add វាចូលក្នុងឲ្យថានេះ001 slash 002 slash អូខេនេះដូចគ្នាអញ្ចឹងត្រូវ001 slash 002 slash 003 slash អូខេអញ្ចឹងឡើងហ្នឹងគឺយើងត្រូវ enter ហ្នឹងវាហើយតែជាសាច់វាយខ្នាតខុសអូខេឥឡូវយើង copy ហើយតមកដើម្បីដែលយើងមើលវាបានគឺយើងត្រូវវាយជាមួយនឹង command 3អហើយយើងចង់មើលពីណាខ្ញុំមើលពី001ចុះខ្ញុំ enter មកអូខេវាបង្ហាញនៅតម្រងដដែលតែយើងវាបង្ហាញជាមួយនឹងតម្រង copy ដែលយើង copy មុនហ្នឹងតែមាន01ដល់04ហ្នឹងអញ្ចឹងវា copy ជាមួយនឹង4 file ហើយវាមានចំណុច9 category directory ឥឡូវនេះខ្ញុំចង់ copy ចំនួនថាទាំងអស់ហ្មងសំដ10ហ្មងអញ្ចឹងត្រូវវាយ command ដដែលអឺអូខេនេះមកប៉ុន្តែត្រូវadd វាថែមចំនួន5ទៀតអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំសូមលុបវាចោលមួយអូខេហើយខ្ញុំចង់ copy ពី5ដល់10ចុះខ្ញុំត្រូវវាយកន្លែងហ្នឹងសុំ5ហើយខ្ញុំវាយនេះមកអូខេតោះមកខ្ញុំសុំ copy ហ្មងអូខេកន្លែងខ្ញុំសុំ copy ដល់ហើយ10ជាមួយអញ្ចឹងcopy មកហើយកន្លែងខ្ញុំថែមជាមួយនឹង006សូមចាំចូលវាយ copy ដល់ខ្ញុំមកបាទអញ្ចឹងនេះដូចគ្នាខ្ញុំវាយ006ហើយ007ហើយ slash មកទៀតមកអូខេអូខេកន្លែងខ្ញុំ slash
ok nhưng bạn ta vì nó ok son muối son bớt son base okដូចគ្នា Enter times ធ្វើម៉េចឲ្យដល់កូដដល់ដែលយើងចង់បានហើយធ្វើ009ចឹងធ្វើ29អូខេយើងអាចបន្ថែមនេះ006ដល់0010អូខេចឹងចង់ copy ពី5ដល់10ចឹងយើងត្រូវវាយទៅតាមនឹងទាំងអស់មកតែប៉ុន្តែអូខេតោះមកយើងត្រូវវាយពាក្យថា enter អូខេគឺចង់វា copy ហើយបន្ទាប់មកយើងត្រូវចង់ចង់មើលវាទេតែចង់សុំមើលពី001អញ្ចឹងយើងត្រូវវាយ comment ជាមួយ3 001អាយ៉ា001ហើយបន្ទាប់មកគឺយើងត្រូវវាយពាក្យថាតាមនឹងហើយ enter ហ្នឹងអូខេអញ្ចឹងនេះយើង copy ជាមួយនឹង10 file ដែលយើង copy ពី001នេះពី1ដល់010អញ្ចឹងវាឡើង10 file តែម្ដងហើយវាមាន9 directory ដែរអូខេអញ្ចឹងយើងចូលដល់ command មួយទៀត command ថ្មីដូចគ្នាអញ្ចឹង command ហ្នឹងគឺជា command ប្រភេទថាដែលថាហ្នឹងវាគឺជាផ្នែកមួយនៃ zip ហើយជាមួយនឹងការ compress file អញ្ចឹងដំបូងគឺយើងចង់វាយមួយចិត្តហើយយើងវាយពាក្យថាមកបន្ទាប់មកយើងត្រូវដកគ្នាដកជាមួយនឹងយើងវាយពាក្យថាអាហ្នឹងវាជាfile ខុសគ្នាតែយើងត្រូវវាយជាមួយនឹង file នេះមុនអញ្ចឹង file ឈ្មោះថា CBF ហើយយើងដាក់ឈ្មោះជាមួយនឹង file អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ file ឈ្មោះ sv1.12 ថាចាំមកហើយខ្ញុំចង់ឲ្យវាcopy បង្កើតពី001មកអញ្ចឹងយើង enter មកអូខេអញ្ចឹងវាបង្កើតជាថាហើយតែយើងចង់ copy យើងចង់compress វាជា file មួយទៀតដែលខាតដូចគ្នាអញ្ចឹងហ្នឹងវាជាថាបែបគេហៅថាមកប្រភេទទៀតដែលវាមានឈ្មោះថា HVK HVF បាយខុសតោះមកយើងត្រូវវាយឈ្មោះដូចគ្នាឈ្មោះចុច12ហើយចុចថាមកបន្ទាប់មកយើងត្រូវវាយជាមួយនឹងអឺដូចហើយបន្ទាប់មកយើងត្រូវ enter មកវាចូលជាមួយនឹង001ស្រាប់ហើយអូខេអញ្ចឹងវាបានហើយហើយបន្ទាប់មកយើងត្រូវបង្កើតជា file មួយទៀតfile ហ្នឹងវាគឺជា file ដែលសម្រាប់ដែលយើងបង្កើតវាដើម្បីយើងអាចអឺ zip វាចូលទាំងអស់ហ្មង zip វាមក folder ចូលទាំងអស់ហ្មងអញ្ចឹងដំបូងយើងត្រូវវាយពាក្យថា cz vs ហើយឈ្មោះ folder របស់យើងថាហើយ gz តោះមកខ្ញុំវាយឈ្មោះប្រទេសដែលឈ្មោះហ្នឹងគឺជាថាដែរអឺតែជំនួយពីចុះថាគ្នាអញ្ចឹងអូខេមកអូខេយើងបានជា file ថាហើយតោះមកយើងចង់មើលវិញយើងថាទៅ ls អញ្ចឹងយើងមានពីរអញ្ចឹងយើងមានជាមួយនឹងពីរ file ដែល file ថាទី1គឺ0.2ហើយទី2គឺថាមកតែដតជាមួយនឹង gz អញ្ចឹងខ្ញុំសុំlog ចូលជាមួយនឹង cd ជាមួយនឹងចូលជាមួយនឹង comment មកទៀតតែអាហ្នឹងគឺជាថាដែរប៉ុន្តែយើងមើលវាជា exit vf ដែលយើងលើមុនហ្នឹងបន្តិចហ្នឹងអញ្ចឹងវាមានដូចជាពាក្យថា sp.1.2 ដែលយើងបង្កើតមុនហ្នឹង gz ដូចគ្នាប៉ុន្តែមកយើង enter មកអូខេតមកយើងត្រូវ install ជាមួយនឹង zip អញ្ចឹងzip ហ្នឹងវាដូចតែសារដូចតែថាតែនេះវាត្រូវវាឈ្មោះវា zip ចឹងមកអញ្ចឹងវាមាន command នេះតែ command វាមានដូចជា sudo apt យើងត្រូវ install ជាមួយនឹង zip ហ្នឹងសិនចឹងយើងវាយ install zip ហើយយើងចុចបិទថាដកវាយមកដល់កុំឲ្យវា yes ហើយអូខេយើងវាយជាមួយនឹង password របស់យើងមកអូខេមកគឺយើងវាហើយបាទហើយវា install ថារយៈពេលខ្លីអញ្ចឹងទៅ
វាថប់ប្រហែលជាបានទីអីអត់ដល់បានទីហើយបានអូខេអញ្ចឹងយើងត្រូវមើលជាមួយនឹង comment ហ្នឹងចឹងទៅបន្ទាប់មកពេលយើង install ហើយគឺយើងត្រូវ zip វាទាំងអស់ហ្នឹងជា file តាមខ្ញុំវាយពាក្យ comment ថា zip ដកជាមួយនឹង v មកអឺក្រុមរបស់ខ្ញុំឈ្មោះខ្ញុំ zip ហ្នឹងគឺ admin.12 ចុច zip ចុច zip ហើយជាមួយនឹងខ្ញុំចង់ zip ជាមួយនឹង file 001អូខេយើង enter មកគឺវាហើយហើយក្រោយមកយើងចង់យើងចង់មើលវិញធ្វើបែប ls អញ្ចឹងនេះបាទយើងមាន file ចំនួនថា2ជាមួយនឹង file zip 1បន្តមកខ្ញុំសុំមើលជា file រួមហ្មងអញ្ចឹងខ្ញុំវាយ ls ដក lh មកវាបង្ហាញមកហើយអញ្ចឹងនេះជា folder និង file ដែលយើងបានបង្កើតជាមួយនឹង zip វាមុនហ្នឹងទាំងអស់អញ្ចឹងនេះគឺជា file ដែល expert.2 ដែលខ្ញុំបង្កើតមុនហ្នឹងអញ្ចឹងតទៀតយើងត្រូវវាយជាមួយនឹង comment អឺ comment មួយទៀតដែល comment ថ្មីហ្នឹងគឺដែលយើងត្រូវ unzip ជាមួយនឹង file ដែលយើងបង្កើតទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវវាយជាមួយនឹង file unzip ជាមួយនឹងខ្ញុំបាច់ខលទេ unzip .rv បន្ទាប់មកចាំតិចអូខេចាំដំបូងយើងត្រូវវាយ command ជាមួយនឹង unzip .rv បន្ទាប់មកយើងត្រូវ copy ដែល zip មិនណាដែលយើងមានចឹងហើយខ្ញុំចង់ unzip អានេះមកចង់ខ្ញុំ copy វាមកយើងហេះមកបន្ទាប់មកយើងត្រូវយើងត្រូវ enter វាមកអូខេអញ្ចឹងវា unzip បែបយ៉ាសំតោះគ្នាខ្ញុំវាយខុសចាំមិនចាំមកនេះខ្ញុំវាយ upzip ខ្ញុំវាយ unzip ទៅអូខេយើង enter មកអញ្ចឹងវាជាមួយវាត្រូវបាន unzip ហើយអញ្ចឹងតទៀតដូចជាចិត្តអស់ហើយអ្នកគ្នាអញ្ចឹងcommand ដែលខ្ញុំមានមួយទៀត command ហ្នឹងគឺវា unzip តែ unzip នៅទាំងអស់ទាំងដងអញ្ចឹងខ្ញុំវាយតែ unzip តាមតែខ្ញុំវាយដក v តែតោះមកយើង enter មកវាវាចេញមកនៅ archive នៅcompress file ដែលយើង zip នៅដល់ដែលយើង unzip វានៅ compress ហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណអ្នកនរគ្នាអរគុណគ្រូស្វាគមន៍តាមដាន